មួយតារណីទៀតហើយបងប្អូនតាក់ទងទៅលើរឿងអំពើហិង្សានៅក្នុងគ្រួសារតាមព័ត៌មានបានដឹងថាលោកកុងវិធីកូនរបស់ម្ចាស់បរិយវិឡាតួសង្កែបងប្អូនបានត្រាប្រាអំពើហិង្សាយ៉ាងឃោរឃៅលើប្រពន្ធរបស់គាត់បាទតាមតាបង្ហោះនេះបងប្អូនតាពីយុគថ្ងៃទី8ខែ4ឆ្នាំ2026តអ្នកនៃ Facebook ឈ្មោះថាសារនីតេងដោយគាត់បានបង្ហោះសារថាជីវិតរបស់នាងខ្ញុំពិតជាថ្លៃណាស់បើមិនបានម្ដាយនាងខ្ញុំត្រូវពីក្រៅទេខ្ញុំពិតជាមិនមានជីវិតរស់នៅដល់សប្តាហ៍ថ្ងៃនេះទេបងប្អូនក្នុងនាមជាមនុស្សស្រីដូចគ្នានាងខ្ញុំពិតជាឈឺចាប់មែនតើនៅពេលដែលឃើញសារព័ត៌មានបែបនេះតែខ្ញុំទាំងទេពិតជាមិនចង់ឲ្យមានអំពើហិង្សាឬក៏ការវាយដំច្រំធាក់នៅក្នុងគ្រួសារទេបងប្អូនដោយសារយើងជាមនុស្សស្រីយើងជាភិតស្រីយើងពឹសខ្សោយណាបងប្អូនយើងគ្មានសមត្ថភាពឯណាទៅតជាមួយគេជាមនុស្សប្រុសនេះទេអញ្ចឹងនាងខ្ញុំសូមនិយាយភាពថាសម័យនេះហើយបងប្អូនមិនគួរណាមានការវាយដំច្រំធាក់ឬក៏ប្រាប់ថាអំពើហិង្សាទៅលើប្រពន្ធទៅលើសង្សារឬក៏ដៃគូរបស់យើងទេបងប្អូនដោយសារអីបងប្អូនបើសិនជាអស់ចិត្តហើយយើងបញ្ចប់គ្នាទៅយើងបោះលែងយើងឲ្យគ្នារស់នៅដោយសេរីភាពរស់នៅរៀងខ្លួនយើងកុំនៅចង់កាន់ចង់ពេលជាមួយគ្នាទៀតអីបងប្អូនសម័យនេះហើយគឺមិនគួរណាមានករណីវាយដំចំខៈប្រពន្ធបាត់នេះទេគឺចាត់ទុកគ្នាដោយសក្តិអញ្ចឹងក៏កុំរស់នៅជាមួយគ្នាដែរបងប្អូននាងខ្ញុំជាមនុស្សស្រីដូចគ្នានាងខ្ញុំសូមអំពាវនាវឲ្យមនុស្សស្រីទាំងអស់ត្រូវចេះរិះគិតមុននឹងជឿឬគួរជីវិតតែបងប្អូនយើងទៅបានមើលដឹកដល់ខាងបុរសម្នាក់នោះយើងអាចផ្ញើសេចក្តីទុកចិត្តយើងអាចជឿជាក់បានទេថាទេជាមនុស្សដែលល្អគេអាចមើលខែក្រុមគ្រួសារគេអាចយកយកនៅប្រកាសអធិស្ឋានឲ្យយើងជាប្រពន្ធឬក៏ជាដៃគូជីវិតតែបងប្អូនរួមមករយៈនេះដែលបងប្អូនដឹងស្រាប់ចឹងតែកន្លែងបាញ់នេះគឺមានច្រើនមែនតើទី3ករណីលើចុងក្រោយនេះដោយសារតែភ្លើងប្រច័ណ្ឌដោយសារតែមានទំនាស់ជាមួយគ្នាបងប្អូនលេខបងប្អូនដឹងស្រាប់ហើយថ្មីនេះក៏មានករណីបាញ់ប្រពន្ធនៅផ្សារដែលកើតឡើងលើផ្សារស្គនកាលពីម្សិលមិញនេះគឺមានជាការប្តីប្រពន្ធលែងលះគ្នាអស់ហើយបងប្អូនហេតុអីក៏នៅតែចងតាមចងពៀគ្នាធ្វើបាបចិត្តគ្នាដល់ថ្នាក់លើកដៃហ៊ានសម្លាប់ប្រពន្ធដោយដៃខ្លួនឯងតាមប្រាស់កំភ្លើងបាត់នេះបងប្អូនគួរតែយកចិត្តគួរតែអាណិតគួរតែស្ដាយជីវិតដែលថំសាងឡើងរួមគ្នាបងប្អូនបើសិនជាអស់ចិត្តហើយក៏យើងដោះលែងគ្នាទៅយើងកុំនៅបន្តឲ្យមានភាពសៅម៉ងគ្នាទៀតអីយើងអស់កម្មអស់ពៀយើងប្លែងគ្នាដោយសិទ្ធិជាត្រឹមត្រូវបងប្អូនមិនគួរណាប្រើប្រាស់ភាពតាសាហាវបាត់នេះទៅលើគ្រួសារឬក៏ទៅលើប្តីប្រពន្ធទេបងប្អូនវាជារឿងមួយដែលពិបាកមែនទែននាងខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀតឲ្យមនុស្សប្រុសទាំងអស់គួរតែពិចារណាមុននឹងធ្វើអ្វីមួយត្រូវគិតត្រូវអាណិតដល់ចិត្តគេជាមនុស្សស្រីជាប្រពន្ធឬក៏ជាដៃគូជីវិតដែលគ្នាខំសាងអំពើល្អខំសាងជីវិតគូជាមួយយើងរហូតមកដល់ថ្ងៃនេះដូច្នេះហើយកុំធ្វើអ្វីដែលជាការប៉ះពាល់ជាការសម្លាប់កាប់ចាប់គ្នាបាត់មីអីបងប្អូន